Bà chân bế nút bà bà ông mà cha vì chất vì rạ để chỉ bốt nó so tại mà ông cốt nâng chỉ đuông bởi lần này sẽ cái đây dần khâm rồi bỏ bên niên sát dạ và tây nó phía smart nơi tại trời từ tuôn này ti chỉ bày đa xâm rạp rè dụ về rít mây đã đai là tu bây chỉ sẽ cái đây tục sao bàn bậc nhòm nhi bè ao ra chẳng na có đói cô bà ông mình đã thuê bà hết cách ca phanh đây mà đong nà lại Anna bữa chia nở riết nơi tại bàn từ tua nơi sẽ cái đây rì score nơi sẽ cái đây sóc sẽ cái đây chậm rãi rung rương prom tiếng corrupt nơi sờ lanh prem hạt sát qua luôn chỉ tìm pot chẳng chán năm che tay cái lồng pot tứ rồi hốt mà đo pel muôi bà đại pisma nắng trung của pre chân đa tha là móm đo pel rồi chỉ gì thoại pre hàn nó trong rồi bỏ on hơi cả nó pre mà hạt sát này là cô cá sấy miền bát tây chấm nún bay óng đại trungประกอบដោយរូបឆោមឡោមពណ៌សែនល្អស្រស់ប្រំប្រៃដែលមានព្រះនាមថាព្រះនាងអំពាព្រះនាងអំពីកានិងព្រះនាងអំពាលិកាចឹងភីស្មៈទ្រង់ព្រះតម្រេះថាព្រះអង្គម្ចាស់ក្សត្រីទាំង3អង្គនេះហៅសែនស័ក្តិសមនឹងជាគូគប់របស់ព្រះអនុជណាស់ជួនជាពេលនោះព្រះអង្គបានទទួលដំណឹងថាព្រះមហាក្សត្រនគរកាសីកំពុងឲ្យរៀបចំពិធីស្វ័យយ័មពោសម្រាប់បុត្រីរបស់ព្រះអង្គភីស្មៈក៏ចាត់ទុកពិធីនេះថាជាការមើលងាយមើលថោកមួយដែលព្រះអង្គមិនអាចអត់ឱនឲ្យបានព្រោះថាតាមទំនៀមទម្លាប់ជារៀងដរាបកន្លងមកព្រះរាជបុត្រីនៃនគរកាសីត្រូវតែលើកថ្វាយព្រះរាជបុត្រនៃព្រះរាជវង្សគោរពដោយនឹកតូចព្រះតីនឹងការក្បត់ទំនៀមទម្លាប់នេះពេកព្រះអង្គក៏យាងទៅកាន់រាជធានីនៃនគរនោះនៅក្នុងពេលដែលពិធីស្វ័យយ័មពោកំពុងតែប្រព្រឹត្តទៅចឹងពិធីស្វ័យយ័មពោនោះក៏ត្រូវបានគេរៀបចំឡើងយ៉ាងម៉ត់ចត់ជាទីបំផុតក្សត្រីនិងព្រះរាជបុត្រីពីរដ្ឋជិតឆ្ងាយនានានៃមហាប្រទេសឥណ្ឌាទាំងមូលក៏បានយាងមកចូលរួមព្រះរាជរោងរំត្រូវគេលម្អទៅដោយផ្កាភ្ញីផ្សេងៗនិងប្រទីបជ្វាលានៅពាសពេញរាជធានីរស្មីព្រាតប្រុសចែងចាំងចម្រុះចេញពីអលង្ការរបស់ភ្ញៀវទាំងអស់លាយនឹងកម្រងផ្កាដែលជះក្លិនក្រអូបផ្សាយសពផងចឹងលុះឃើញភីស្មៈមានវត្តមាននៅទីនោះដែរព្រះអង្គម្ចាស់ឯទៀតបានធ្វើការកត់សម្គាល់ទាំងលួចញញឹមឬសើចចំអកឲ្យផងខ្លះទៀតវាធ្វើឲ្យព្រះអង្គម្ចាស់ខ្លះក៏មានបន្ទូលប្រឹក្សាគ្នាជាមួយនឹងយោបល់ប្លែកៗថាមើលណមើលទេវវត្តនោះមើលគេបានស្បត់ស្បែកថានៅលាវជារៀងរហូតចំណាស់នឹងហើយលោកអើយលោកតែមកចូលរួមស្វ័យយ័មពោរបស់ព្រះរាជបុត្រីដ៏ក្មេងខ្ចីស្អាតទាំងនោះកើតដែរចេះធ្វើអញ្ចឹងទៅរួចវាមិនសមមែនហ្នឹងប៉ុន្តែជាច្បាប់ធម្មជាតិទៅហើយណានរណាអាចទ្រាំបានជាមួយនឹងសម្រស់របស់ព្រះនាងទាំងនេះសូម្បីតែពួកឫស្សីដែលកំពុងតែធ្វើតបៈក៏ប្រហែលជាសុខចិត្តដាច់សិលសិនដែរបើអញ្ចឹងនោះយើងទៅបន្ទោសព្រះអង្គម្ចាស់ដ៏កំសត់ព្រោះអត់ជាយាដោយទេវវត្តនេះមិនដេចកើតអញ្ចឹងគេកំពុងតែភ្លេចពាក្យសម្បត្តិដែលគេបានធ្វើដើម្បីបំពេញចិត្តបិតាគេហើយចេះតែខំប្រឹងមកទីនេះនឹងគេឯងដែរប្រហែលជាគេមានសង្ឃឹមថានឹងមានម្ចាស់ស្ត្រីណាមួយឬយកគេធ្វើជាស្វាមីហើយមើលទៅមិនរួចទេវវត្តហ្នឹងអីក៏ចង់បង្អួតខ្លួនម្លេះណោះណាហើយគ្មានសង្ឃឹមទេនរណាតែយកភ្នែកមើលមនុស្សចាស់ហួសវ័យកំឡោះអញ្ចឹងកាលបើមានពួកយើងនៅទីនេះនោះស្រាប់តែមានសម្លេងមួយបន្លឺឡើងដូចជារន្ទះលាន់ឮខ្ទោខ្ទាពេញព្រះរាជរោងរំជាការធ្វើអន្តរាគមន៍ចំពោះក្សត្រីទាំងអស់ដែលកំពុងរងចាំការចាប់ផ្ដើមពិធីគឺព្រះអង្គម្ចាស់ភីស្មៈដែលទ្រង់បញ្ចេញព្រះវាចាយ៉ាងខ្លាំងថាខ្ញុំមកចូលរួមពិធីស្វ័យយ័មពោនេះព្រោះខ្ញុំត្រូវការយកព្រះរាជបុត្រីទាំង3នេះទៅកាន់ក្រុងហត្ថនាពុរៈដើម្បីឲ្យព្រះនាងរៀបអភិសេកជាមួយនឹងព្រះអនុជរបស់ខ្ញុំគឺព្រះករណាព្រះបាទវិចិត្រវីរយៈជាព្រះមហាក្សត្រនៃព្រះវង្សគោរពដូច្នេះព្រះនាងនឹងបានទៅជាមហាក្សត្រីយានីនៃព្រះរាជវាំងរបស់ពួកគោរពបើព្រះអង្គទាំងអស់គ្នាមានសេចក្តីក្លាហានមែនខ្ញុំសូមផ្ដល់ស្វាគមន៍ថ្វាយសូមព្រះអង្គចូលមកដណ្ដើមយកព្រះនាងទាំងអស់ពីខ្ញុំចុះខ្ញុំត្រៀមខ្លួនចាំប្រយុទ្ធតទល់នឹងនរណាក៏ដោយដែលហ៊ានទៅតឹងរឹងនឹងបំណងរបស់ខ្ញុំពេលភីស្មៈយាងមកដល់រាជធានីកាសីពួក
សត្វផ្សេងទៀតហ្នឹងនាំគ្នាប្រមាថពេបជ្រាយណាបាទថាឲ្យព្រះមហាភិស្មៈអញ្ចឹងមើងងាយតែខ្លួនឯងបានសម្បត្តិស្បត់ស្បែកហើយបែរជានៅចូលរួមកម្មវិធីមករើសប្រពន្ធយកប្រពន្ធនឹងទៀតណាបាទដល់ពេលភិស្មៈមិនមាត់មិនកទេដល់ពេលវេលាបាទគាត់ក៏និយាយបន្លឺឡើងអញ្ចឹងគឺថាព្រះអង្គចង់បានមហាក្សត្រីទាំង3អង្គនេះយកទៅថ្វាយបត្រាសំទោសយកទៅថ្វាយព្រះអនុត្តរបស់ព្រះអង្គគឺព្រះបាទវិចិត្រវីរយៈនោះដើម្បីឲ្យរៀបអភិសេកណាបាទរៀបអភិសេកនឹងគ្នានោះអញ្ចឹងព្រះអង្គក៏បានប្រកាសណាបាទទៅពួកក្សត្រទាំងអស់ដែលនៅក្នុងកម្មវិធីហ្នឹងថាណាក៏ដោយបើសិនជារឹងតឹងមិនឲ្យព្រះភិស្មៈយកមហាក្សត្រីទាំង3អង្គនេះទៅទេអញ្ចឹងអាចចូលមកច្បាំងដណ្ដើមបានមកវាយគ្នាជាមួយព្រះអង្គមកដណ្ដើមយកនារីទាំង3ហ្នឹងតែម្ដងបាទអញ្ចឹងភិស្មៈមានបន្ទូលទាំងចាប់ព្រះហស្តម្ចាស់ក្សត្រីម្ដងមួយអង្គឲ្យឡើងគង់លើរាជរថរួចចាប់ផ្ដើមបោតម្រង់ទៅកាន់រាជធានីរបស់ព្រះអង្គវិញព្រឹត្តិការណ៍ផ្លាស់ប្ដូរភ្លាមនេះធ្វើឲ្យក្សត្រទាំងអស់ទ្រង់ព្រះវិរោធជាខ្លាំងព្រះមហាក្សត្រនៃនគរកាសីទ្រង់ឈ្មៀងប្រណិតទៅក្សត្រជាភ្ញៀវទាំងអស់នៅក្នុងន័យសូមឲ្យជួយស្ដារស្ថានភាពនោះពួកក្សត្រទាំងអស់បាទដែលយល់ស្ថានភាពហ្នឹងក៏ប្រញាប់ចេញទៅតាមបាទអញ្ចឹងភិស្មៈឃើញគេដេញតាមក៏បញ្ឈប់រាជរថហើយឆាកប្រយុទ្ធយ៉ាងរបងរឹងរូសមួយក៏ផ្ទុះឡើងរវាងពួកក្សត្រទាំងនោះម្ខាងនិងម្ខាងទៀតគឺភិស្មៈអញ្ចឹងភិស្មៈក៏យកជ័យជំនះបានដោយងាយរួចទ្រង់បន្តបរិយាដំណើរសម្ដៅទៅកាន់ក្រុងហត្ថនាពុរៈជារាជធានីរបស់ពួកកុរនោះទៅប៉ុន្តែនៅពេលនោះព្រះមហាក្សត្រនៃនគរសលវាដែលជាមហាវីរៈក្សត្រមួយក្នុងចំណោមពួកក្សត្រជាអ្នកបានទៅចូលរួមនៅក្នុងពិធីស្វ័យចាំពរដែរនោះក៏បានស្កាត់រាជរថរបស់ភិស្មៈជាប់ដើម្បីសុំប្រយុទ្ធជាមួយក្បាច់ប្រយុទ្ធរបស់ព្រះសលវាមិនមែនជាអន់ថយទេព្រះអង្គក៏ចាក់ត្រូវដើមទ្រូងភិស្មៈមួយចុងដាវជាហេតុធ្វើឲ្យគេកោតស្ញប់ស្ញែងយ៉ាងខ្លាំងប៉ុន្តែរបួសនេះបានត្រឹមតែធ្វើឲ្យភិស្មៈឈឺចាប់ក្នុងប្រតិយកាន់តែខ្លាំងឡើងនិងបន្ថែមសន្ទុះនៃការប្រយុទ្ធកាន់តែខ្លាំងឡើងថែមទៀតភិស្មៈក៏សម្លាប់នាយសារថីបន្ទាប់មកក៏សម្លាប់អសត្តរៈរបស់ព្រះបាទសលវាទៅសលវាត្រូវស្ថិតនៅក្រៅរាជរថទាំងលែងមានអាវុធកាន់ផងហើយរងចាំសេចក្តីសន្តោសពីព្រះរាជសត្រូវរបស់ព្រះអង្គវិញភិស្មៈទុកជីវិតថ្វាយព្រះបាទសលវារួចទ្រង់ក៏បន្តបរិយាដំណើរយ៉ាងសុខសេមសាន្តតទៅមុខទៀតលុះយាងទៅដល់ព្រះរាជធានីព្រះអង្គទ្រង់ឃើញប្រជារាស្ត្រមកមូលមីកកផ្ដុំគ្នានៅតាមដងវិថីនានាដើម្បីរងចាំមើលព្រះរាជបុត្រីដ៏សែនស្រស់ប្រំប្រៃហាក់បីដូចជាព្រះច័ន្ទពេញវង្ស3ដួងកំពុងរះនៅក្នុងរាជរថបន្តិចក្រោយមកភិស្មៈក៏យាងទៅដល់ព្រះរាជដំណាក់របស់មហាក្សត្រទ្រង់ចុះពីលើរាជរថទាំងព្រះរាជបុត្រីយាងទៅតាមពីក្រោយផងព្រះអង្គនាំព្រះរាជបុត្រីទៅគាល់ព្រះនាងសត្យវតីទាំងមានព្រះបន្ទូលថាសូមទតចុះព្រះមេដាទូលព្រះបង្គំបាននាំយកព្រះរាជបុត្រីទាំងនេះមកដើម្បីឲ្យរៀបអភិសេកជាមួយនឹងព្រះករុណាវិចិត្រវីរយៈរបស់យើងទូលព្រះបង្គំយល់ថាព្រះនាងស័ក្តិសមនឹងធ្វើជាមហេសីរបស់ព្រះអនុជណាស់ទាំងព្រះនាងសត្យវតីទាំងព្រះយុវរាជវិចិត្រវីរយៈទ្រង់សពរាជហឫទ័យនិងព្រះរាជបុត្រីជាពន់ពេកវិចិត្រវីរយៈទ្រង់ឈ្មៀងប្រណេតពេញដោយសេចក្តីស្នេហានិងសេចក្តីកតញ្ញូចំពោះភិស្មៈដោយទ្រង់ក្រាបថ្វាយបង្គំដល់ព្រះបាទទារបស់ព្រះអង្គភិស្មៈលើកព្រះអនុជឲ្យក្រោកស្ថិតនៅឡើងភិស្មៈក៏លើកព្រះអនុជឲ្យក្រោកឡើងនិងទ្រង់ព្រះអលង្កនៈព្រះអង្គទាំងទឹកប្រណិតនៃសេចក្តីស្នេហាហូរចេញមកគឺទ្រង់មានប្រតិយស្នេហាចំពោះព្រះអនុជហាក់បីដូចជាបិតាស្នេហាទៅលើបុត្រដែររំពេចនោះក៏ស្រាប់តែឮសំឡេងដ៏ផ្អែមស្រទន់មួយសែនពីរោះប៉ុន្តែនៅក្នុងលក្ខណៈនៃការភ័យខ្លាចនិងបន្លឺចេញមកថាបពុតព្រះករុណាខ្ញុំម្ចាស់ចង់ទូលថ្វាយព្រះអង្គអំពីរឿងមួយក្រាបទូលភិស្មៈទ្រង់ងាកមករកម្ចាស់វាចានោះគឺជាព្រះសវណ្ណីរបស់ព្រះនាងអំពាជាបុត្រីច្បងទាំងខ្លួនញ័រចម្ប្រប់ដូចជាស្លឹកឈើត្រូវខ្យល់ព្រះនាងទ្រង់បញ្ចេញវាចាទៅកាន់ព្រះមហាក្សត្រយានីនិងភិស្មៈថាក្នុងខណៈដែលអង្គម្ចាស់ភិស្មៈយាងចូលទៅក្នុងព្រះរាជរោងរំរួចក៏ចាប់បង្ខំខ្ញុំម្ចាស់ឲ្យមកជាមួយនោះ
តាមពិតខ្ញុំម្ចាស់កំពុងតែប្រុងប្រៀបរៀបចំខ្លួនយកកម្រងការទៅពាក់ថ្វាយព្រះបាទសាក់លវាទៅហើយនេះបានសេចក្តីថាខ្ញុំម្ចាស់បានជ្រើសរើសយកព្រះសាក់លវាជាព្រះស្វាមីរបស់ខ្ញុំជាម្ចាស់រួចជាស្រេចទៅហើយក្រាបទូលហេតុម្ដេចបានជាព្រះនាងមិនព្រមប្រាប់ខ្ញុំកាលពីហេតុម្ដេចបានជាព្រះនាងមិនព្រមប្រាប់ខ្ញុំកាលពីនៅទីនោះព្រះនាងគួរណាស់ឲ្យតែខ្ញុំដឹងព្រះនាងគួរណាស់គួរតែឲ្យខ្ញុំដឹងមុនពេលដែលខ្ញុំចាកចេញពីរដ្ឋកាសីហេតុអីក៏បានជាព្រះនាងនៅស្ងៀមព្រះពរអង្គម្ចាស់ឲ្យខ្ញុំម្ចាស់រកឱកាសទួលឯណាទាន់បើព្រះអង្គធ្វើសកម្មភាពលឿនហួសពេកអីចឹងនោះទម្រាំខ្ញុំម្ចាស់ប្រមូលអារម្មណ៍បានគ្រប់គ្រាន់ដើម្បីទូលព្រះអង្គនោះព្រះអង្គបាននាំពួកខ្ញុំម្ចាស់ទៅដល់ពាក់កណ្ដាលផ្លូវទៅហើយដូច្នេះខ្ញុំម្ចាស់គិតថាចាំទូលព្រះអង្គនៅពេលនេះវិញព្រះមេដានិងបុត្រទៅជាស្រងាក់ប្រតិជាខ្លាំងនឹងបញ្ហាស្មុគស្មាញថ្មីនេះព្រោះវានឹងធ្វើឲ្យល្អកកទៅដល់ស្ថានភាពដែលកំពុងតែវិវត្តព្រះយុវរាជក៏ទ្រង់ត្រាស់ទូលទៅកាន់ព្រះមេដានិងព្រះរាមថាទូលព្រះបង្គំគិតថាមិនមែនជារឿងល្អត្រឹមត្រូវទេកាលណាទូលព្រះបង្គំរៀបការជាមួយស្ត្រីម្នាក់ដែលបានប្រគល់ដួងចិត្តទៅឲ្យបរិបផ្សេងទៀតថែរក្សារួចទៅហើយនោះយើងមិនត្រូវពង្រត់គូកំណានរបស់គេឬក៏ធ្វើឲ្យគេខកចិត្តនោះទេភីស្មៈនិងព្រះនាងសត្យវតីទ្រង់យល់ដូចគ្នាថាព្រះរាជតម្រាស់របស់ព្រះបាទវិចិត្រវិរិយៈពិតជាសុចរិតត្រឹមត្រូវមែនលុះទ្រង់ពិចារណាយល់អធិស្ឋានបែបនេះហើយភីស្មៈក៏មានបន្ទូលទៅព្រះនាងអំពាថាដោយសារតែព្រះនាងបានជ្រើសរើសយកគូស្វាមីរួចទៅហើយនោះយើងគិតថាបើយើងទុកព្រះនាងឲ្យនៅទីនេះតទៅទៀតក៏ពិតជាមិនត្រឹមត្រូវដែរយើងត្រូវតែផ្ដល់សេរីភាពឲ្យព្រះនាងវិលត្រឡប់ទៅរកព្រះបាទសាក់លវាវិញតាមបំណងរបស់ព្រះនាងចោះខ្ញុំនឹងបញ្ជូនព្រះរាជបរិពារឲ្យដង្ហែព្រះនាងត្រឡប់ទៅវិញឲ្យស័ក្តិសមនឹងកិត្តិយសរបស់ព្រះនាងជាមួយនឹងហារតីពោពេញទៅដោយសេចក្តីរីករាយនិងសេចក្តីស្នេហាចំពោះព្រះសាក់លវាព្រះនាងអំពាក៏យាងទៅកាន់ព្រះរាជាណាចក្ររបស់ព្រះបាទសាក់លវាទៅលុះទៅដល់ហើយព្រះនាងក៏សុំចូលគាល់ព្រះមហាក្សត្រដើម្បីទូលថាអង្គម្ចាស់ជីវិតសូមទ្រង់ទតមកខ្ញុំម្ចាស់ដែលមកសុំគាល់ព្រះអង្គនេះនៅក្នុងព្រះរាជរោងនៃពិធីស្វាយ័មពរខ្ញុំម្ចាស់ហៀបតែនឹងយកកម្រងការបំពាក់ថ្វាយព្រះអង្គទៅហើយប៉ុន្តែភីស្មៈក៏ចាប់យកពួកខ្ញុំម្ចាស់ចេញទៅទាំងបង្ខំលុះទៅដល់ក្រុងហត្ថនាបុរៈទើបខ្ញុំម្ចាស់អាចទូលភីស្មៈថាខ្ញុំម្ចាស់បានប្រគល់ដួងចិត្តចំពោះព្រះអង្គរួចទៅហើយហេតុនេះហើយបានជាភីស្មៈបញ្ជូនខ្ញុំម្ចាស់មកថ្វាយព្រះអង្គវិញដូច្នេះសូមអង្គម្ចាស់ជីវិតសពប្រតិទូលដូច្នេះសូមអង្គម្ចាស់ជីវិតសពប្រតិទទួលយកខ្ញុំម្ចាស់ជាមហេសីវិញក្រាបទូលព្រះសាលវាទ្រង់ព្រះសម្រួលនៅក្នុងន័យចំអកមុននឹងឆ្លើយទៅព្រះនាងអំពាវិញថាឲ្យខ្ញុំយកនាងធ្វើជាមហេសីតើនាងគិតថាខ្ញុំនេះជាស្មោមជាចបម្នាក់ចាំតែព្រមទទួលយកអ្វីដែលសត្រូវរបស់ខ្ញុំដាក់ទានឲ្យមកខ្ញុំឬទេវវត្តបានចាប់ដៃស្ដាំនាងរួចហើយណាទេវវត្តបានចាប់ដៃស្ដាំនាងរួចហើយណាដូច្នេះគេត្រូវតែឈ្នះដោយទទួលបាននាងជាពានរង្វាន់ជាសក្ខីភាពនៃជោគជ័យរបស់គេនៅក្នុងការប្រកួតប្រជែងជាមួយពួកខ្ញុំទាំងអស់គ្នាក្នុងករណីបែបនេះបើតាមព្រះរាជតម្រានៃព្រះមហាក្សត្រអ្នកណាទទួលជ័យជំនះនៅក្នុងការប្រយុទ្ធឬការប្រកួតប្រជែងដើម្បីយកនារីណាបានអ្នកនោះត្រូវតែជាប្តីរបស់នាងនោះភីស្មៈជាអង្គម្ចាស់របស់អ្នកនាងទៅរកគេវិញទៅនិងសុំគេរៀបការជាមួយនាងទៅទើបត្រឹមត្រូវជាងចំណែករូបខ្ញុំឯនេះវិញខ្ញុំមិនអាចទទួលយកនាងមកធ្វើជាមហេសីបានទេព្រមជាមួយនឹងការឈឺចាប់ក្នុងហារតីលាយនឹងសេចក្តីអាម៉ាស់មួយដ៏ខ្លាំងផងនោះព្រះនាងអំពាក៏ត្រឡប់ទៅកាន់ក្រុងហត្ថនាបុរៈវិញរួចទៅស្ថិតនៅចំពោះមុខព្រះភ័ក្ត្រព្រះភីស្មៈទាំងទឹកព្រះនេត្រហូររហាមភីស្មៈទ្រង់កើតក្តីសៅមងយ៉ាងខ្លាំងនឹងស្ថានភាពរបស់ព្រះរាជបុត្រីវ័យក្មេងខ្ចីមួយអង្គនេះព្រះអង្គក៏ត្រាស់ទៅព្រះនាងថាណែស្រីស្រស់ស្អាតតើនាងកើតអីនឹងខ្ញុំដូចជាចម្លែកណាស់ដែលឃើញនាងមកដល់ទីនេះទៀតខ្ញុំបានបញ្ជូននាងឲ្យទៅកាន់នគរសាក់លវាតាមបំណងរបស់នាងហើយតើហេតុម្ដេចក៏នាងបែរជាត្រឡប់មកនេះវិញចឹងព្រះនាងអំពានឹងក៏ឆ្លើយថាព្រះពរម្ចាស់
ដំណើររបស់ខ្ញុំម្ចាស់ទៅកាន់នគរសាលវានោះមិនបានទទួលផលល្អដោយបំណងទេឥឡូវនេះខ្ញុំម្ចាស់កាន់តែយល់អំពីក្រិតក្រមហើយគឺព្រះសាលវាទុកខ្ញុំម្ចាស់ដូចជាប្អូនស្រីរបស់ព្រះអង្គចឹងព្រះអង្គមានព្រះជាអង្គការថាអ្នកណាប្រយុទ្ធឈ្នះគេដោយហេតុត្រូវបានស្ត្រីនោះជាពានរង្វាន់បើតាមច្បាប់អ្នកនោះឯងជាប្តីរបស់នាងព្រះអង្គបានចាប់កាន់ដៃស្ដាំរបស់ខ្ញុំម្ចាស់ព្រមទាំងលើកខ្ញុំម្ចាស់ដាក់នៅលើរាជរថរបស់ព្រះអង្គបន្ទាប់មកព្រះអង្គក៏បានប្រយុទ្ធឈ្នះពួកក្សត្រទាំងនោះទៀតខ្ញុំម្ចាស់ឮថានៅក្នុងករណីបែបនេះបើតាមច្បាប់ព្រះអង្គត្រូវតែរៀបអភិសេកជាមួយខ្ញុំម្ចាស់មិនមានអ្នកណាក្រៅពីព្រះអង្គទេដែលត្រូវជួយស្រោចស្រង់ជីវិតរបស់ខ្ញុំម្ចាស់សូមទ្រង់សពព្រះតីទទួលយកខ្ញុំម្ចាស់ទៅទាន់ខ្លួនខ្ញុំម្ចាស់នៅក្មេងក្រាបទូលចឹងភីស្ម័គ្រហ្នឹងទ្រង់ក៏កើតប្រតិយអាណិតអាសូរចំពោះម្ចាស់ស្ត្រីដែលកំពុងប្រះពលាបនៅចំពោះព្រះភ័ក្ត្រព្រះអង្គនេះជាខ្លាំងព្រះជលនេតដែលព្រះអង្គខំទប់មិនហ៊ានឲ្យហូរចុះមកនោះក៏ប្រែជាធ្វើឲ្យព្រះអង្គអួលណែននៅក្នុងឱរាមិនអាចទាំងរកវិចារអ្វីមកថ្លែងបានឡើយទ្រង់ក៏នឹកស្ដាយណាស់ដែលជីវិតរបស់ម្ចាស់ស្ត្រីអង្គនេះត្រូវមកទទួលរងនៅសេចក្តីអន្តរាយដោយសារព្រះអង្គទ្រង់ខំប្រឹងផ្ចង់ស្មារតីអស់មួយស្របក់ទើបព្រះអង្គអាចមានព្រះវិចារយ៉ាងរាបសារទៅកាន់ព្រះនាងអំពាថាខ្ញុំកំពុងតែក្រៀមក្រំនៅក្នុងចិត្តខ្លាំងណាស់ចំពោះបញ្ហាដែលកើតឡើងបែបនេះប៉ុន្តែធ្វើមិនដេចទៅណោះបើខ្ញុំមិនអាចរៀបការជាមួយនាងបានទេដូចនាងជ្រាបស្រាប់ហើយខ្ញុំបានស្បត់ស្បាយថាខ្ញុំត្រូវតែនៅជាព្រហ្មចារិកអស់មួយជីវិតរបស់ខ្ញុំសូមនាងលែងនឹកនាទៅដល់អ្វីដែលខ្ញុំមិនអាចធ្វើបាននោះទៅកាលពីនៅនគរកាសីបើនាងគ្រាន់តែប្រាប់ខ្ញុំបន្តិចថានាងបានជ្រើសរើសយកស្វាមីរួចទៅហើយនោះម្លេះសំរឿងអាស្រូវនេះមិនកើតឡើងទេខ្ញុំមិនអាចរៀបការជាមួយនឹងនាងដើម្បីជួយនាងឲ្យផុតពីភាពលំបាកនេះបានទេព្រោះខ្ញុំជាប់ពាក្យសម្បត្តិដ៏ម៉ឺងម៉ាត់របស់ខ្ញុំប្រសិនបើជារឿងផ្សេងពីនោះប្រហែលជាខ្ញុំអាចជួយបានសូមនាងទៅបញ្ចុះបញ្ចូលព្រះតីព្រះបាទសាលវាឲ្យព្រមរៀបអាពាហ៍ពិពាហ៍ជាមួយនាងវិញទៅអញ្ចឹងមានព្រះបន្ទូលរួចហើយភីស្ម័គ្រក៏យាងចេញពីមុខព្រះនាងទៅរីឯព្រះនាងអំពាដល់សែនអភ័ព្វស្នេហ៍នេះទ្រង់ក៏ចំណាយពេលអស់6ឆ្នាំដោយមិនបានទទួលផលអ្វីតាមបំណងបន្តិចសោះព្រះនាងទ្រង់កើតប្រតិស្អប់ខ្ពើមភីស្ម័គ្រដែលជាអ្នកបង្កហេតុឲ្យអន្តរាយសុភមង្គលរបស់ព្រះនាងក៏យាងទៅកាន់ព្រៃភ្នំស្វែងរកជួបពួកฤាษีដើម្បីជម្រាបពីដំណើររឿងនៃជីវិតរបស់ព្រះនាងនិងពីបំណងប្រាថ្នារបស់ព្រះនាងដែលចង់កាន់វត្តប្រតិបត្តិដែរពួកឫស្សីទាំងនោះដូចជាមិនអស់មិនហើយនៅក្នុងចិត្តសោះកាលបើមានស្ត្រីវ័យក្មេងមិនទាន់រៀបការមកនៅលីឡំជាមួយនៅពេលដែលពួកឫស្សីនានាមិនដឹងថានឹងគិតធ្វើដូចម្តេចនោះក៏ស្រាប់តែមានមហាឫស្សីព្រះនាមហៅត្រវិហនដែលត្រូវជាអាយកោរបស់ព្រះនាងអំពាជួនជាបាននិមន្តមកដល់អាស្រមទាំងនោះដែរលុះទ្រង់បានជ្រាបពីសោកនាដកម្មរបស់ព្រះនាងមហាឫសីក៏លួងប្រតិព្រះនាងជាមួយនឹងដីកាថាព្រះមហាបរសុរាមជាមហាមិត្តម្នាក់របស់អញនិងជាព្រះឧបជារបស់ភីស្ម័គ្រព្រះអង្គនឹងបញ្ជាសិស្សគណៈឲ្យស្ដាប់បង្គាប់ព្រះអង្គគឺឲ្យភីស្ម័គ្រព្រមរៀបការជាមួយឯងភីស្ម័គ្រមិនអាចរឹងទទឹងនឹងព្រះគ្រូរបស់គេបានទេប៉ុន្មានថ្ងៃក្រោយមកបរសុរាមនិមន្តមកកាន់ព្រៃនោះហើយបានជ្រាបអំពីរឿងកំសត់របស់ព្រះនាងអំពាតាមការទូលថ្វាយរបស់មហាឫសីហៅត្រវិហនបរសុរាមសម្ដែងសេចក្តីសោកស្ដាយចំពោះរឿងនេះជាមួយនឹងដីកាថាអាត្មាប្រកាសជានិយាយជាមួយភីស្ម័គ្រពីរឿងនេះឲ្យបានគឺឲ្យភីស្ម័គ្រព្រមរៀបការជាមួយនាងអាត្មាប្រកាសក្នុងចិត្តថាគេនឹងស្ដាប់យោបល់របស់អាត្មាជាមិនខានលោកមហាឫសីបរសុរាមឲ្យគេទៅយាងភីស្ម័គ្រមកគាល់ភីស្ម័គ្រក៏ប្រញាប់មកក្រាបថ្វាយបង្គំគាល់ព្រះបាទទារបស់ព្រះគ្រូទាំងទ្រង់ព្រះវិចារត្រាស់សួរទៅព្រះគ្រូថាតើព្រះអង្គឲ្យគេទៅហៅខ្ញុំប្រការណាមកគាល់មានការអ្វីដែរបរសុរាមទ្រង់ក៏លើកភីស្ម័គ្រឲ្យក្រោកឈរឡើងទ្រង់ក៏ព្រះអលង្កនៈសិស្សនេះនៅក្នុងសេចក្តីស្រឡាញ់ជាទីបំផុតព្រមទាំងមានដីកាថាសិស្សសម្លាញ់អាត្មាចង់ឲ្យឯងជួយមនុស្សម្នាក់ដែលកំពុងមានទុក្ខព្រួយនោះណោះតើឯងមានឃើញស្ត្រីរូបសែនស្រស់ស្អាតម្នាក់នោះដែរឬទេ
ភិស្មៈក៏បែរខ្លួនទៅតាមសញ្ញាចង្អុលរបស់ព្រះបរសុរាមងាកទៅព្រះនាងអំពាទាំងទ្រង់បញ្ចេញព្រះវិចារទូលទៅព្រះគ្រូថាព្រះករណាខ្ញុំព្រះករណាស្គាល់នាងនេះច្បាស់ណាស់នាងជាស្ត្រីមួយរូបដែលកំពុងតែចាញ់បោកប្រាស់ព្រំលិខិតនាងចង់រៀបការជាមួយព្រះបាទសលវាប៉ុន្តែស្ដេចអង្គនេះមិនចង់បាននាងខ្ញុំព្រះករណាមិនអាចរៀបការជាមួយនាងបានទេដោយហេតុថាខ្ញុំព្រះករណាបានស្បត់ស្បែកថានៅលីវជារៀងរហូតតទៅហេតុនេះហើយព្រះនាងត្រូវតែចាកចេញពីក្រុងហត្ថនេបុរៈនេះទៅតើនាងមានជាប់តាក់ទិនអ្វីជាមួយខ្ញុំព្រះករណាឬទៅបានជាព្រះគ្រូឲ្យខ្ញុំព្រះករណាមកគាល់ព្រះគ្រូបន្ទាប់ពីបានលើភិស្មៈបាទនិយាយអញ្ចឹងហើយក៏ឆ្លើយតបថាអាត្មាបានសន្យាជាមួយនាងថាអាត្មានឹងបង្គាប់ឲ្យឯងរៀបការជាមួយនាងឯងត្រូវតែជួយអាត្មាឲ្យបំពេញពាក្យសន្យានេះបានសម្រេចផងណាគឺឯងត្រូវតែព្រមយកនាងធ្វើជាមហេសីភិស្មៈទ្រង់សម្លឹងទៅព្រះគ្រូទាំងទើសទាល់នៅក្នុងប្រតិជប៉ុនពេកណាស់រួចក៏ទូលថាព្រះគ្រូជាទីគោរពព្រះអង្គបានជ្រាបហើយអំពីសម្បត្តិដ៏មើងម៉ាត់របស់ខ្ញុំព្រះករណាតាមសម្បត្តិនោះខ្ញុំព្រះករណាមិនអាចយកនារីណាធ្វើជាប្រពន្ធបានទេទោះបីជាព្រះអង្គបង្គាប់បញ្ជាឲ្យខ្ញុំព្រះករណាយ៉ាងម៉េចក៏ខ្ញុំព្រះករណាមិនអាចធ្វើខុសពីពាក្យសម្បត្តិរបស់ខ្ញុំព្រះករណាបានដែរសូមព្រះគ្រូអភ័យទោសឲ្យខ្ញុំព្រះករណាផងចុះចឹងបរសុរាមនឹងក៏ប្រឹងណែនាំនឹងបញ្យលម្ដងហើយម្ដងទៀតថាករណីយកិច្ចរបស់សិស្សគឺជាការស្ដាប់បង្គាប់គ្រូរបស់ខ្លួនប៉ុន្តែព្រះអង្គនៅតែមិនអាចបញ្ចុះបញ្ចូលប្រតិសិស្សព្រះអង្គនេះបានដដែលព្រះមហាឫសីដែលជាមនុស្សមើងម៉ាត់មួយរូបដែរនោះទ្រង់ក៏ព្រះពិរោធនឹងការជជែករបស់សិស្សនេះណាស់ទ្រង់មានដីកាទៅកាន់ភិស្មៈថាអញនឹងដាក់បណ្ដាសាឲ្យឯងឬបើមិនអញ្ចឹងទេមានតែឯងព្រមប្រយុទ្ធតទួជាមួយនឹងអញតើឯងយកមួយណាបាទអញ្ចឹងគ្រូនិយាយអញ្ចឹងបញ្ចុះបញ្ចូលសិស្សមិនព្រមក៏ដាក់បណ្ដាសាសិស្សខ្លួនឯងហើយជំរឿសមួយទៀតគឺវាយគ្នាជាមួយគ្រូតែម្ដងណាបាទអញ្ចឹងភិស្មៈហ្នឹងគឺស្ថិតនៅចន្លោះនៃការជ្រើសរើសចំនួន2គឺមួយត្រូវប្រយុទ្ធតទួជាមួយនឹងព្រះគ្រូដែលជាទីស្រឡាញ់និងជាទីគោរពឬមួយទៀតគឺព្រមឲ្យព្រះគ្រូដាក់បណ្ដាសាឲ្យទ្រង់ព្រះចិន្តាមួយស្របក់ទៅទ្រង់ទូលព្រះគ្រូនៃការសម្រេចប្រតិរបស់ព្រះអង្គថាព្រះគ្រូជាម្ចាស់ព្រះអង្គជ្រាបហើយថាតើខ្ញុំព្រះករណាស្រឡាញ់និងគោរពព្រះអង្គប៉ុណ្ណាដែលព្រះអង្គដាក់ជម្រើសពីរឲ្យខ្ញុំព្រះករណានោះខ្ញុំព្រះករណាសុខចិត្តយកការប្រយុទ្ធវិញជាជាងឲ្យព្រះអង្គដាក់បណ្ដាសាឲ្យខ្ញុំព្រះករណាបាទអញ្ចឹងឆ្លើយតបជាមួយគ្រូអញ្ចឹងអត់ចង់ឲ្យគ្រូដាក់បណ្ដាសាទេក៏ស្ម័គ្រចិត្តព្រមតាមសំណើគ្រូវាយគ្នាជាមួយគ្រូតែម្ដងណាបាទអញ្ចឹងឆាប្រយុទ្ធតទួបាទគូឲ្យរន្ធត់ព្រឺខ្លាចមួយក៏បានផ្ទុះឡើងរវាងឧត្តមជនទាំងពីរជាគ្រូនិងសិស្សដែលតាក់ទាញពួកទេពនិករនៅឯឋានសួគ៌នោះឲ្យចុះមកគយគុណមើលផងដែរការប្រយុទ្ធគ្នាដ៏របងរឹងរូសនោះប្រព្រឹត្តទៅទាំងថ្ងៃទាំងយប់ដោយពុំមានបង្ហាញឲ្យឃើញថាខាងណាចាញ់ខាងណាឈ្នះឡើយថ្ងៃចុងក្រោយបងអស់ភិស្មៈក៏សម្រេចប្រតិទាញយកសមួយមកប្រើឈ្មោះថាប្រស្វបៈដែលមានន័យថាការប្រល័យលោកកាលបើបានឃើញដូច្នេះអស់ទាំងពួកទេវតាដែលដឹកនាំដោយព្រះនិរតៈនិងព្រះរុទ្រៈក៏ចុះមកជួយធ្វើការអន្តរាគមន៍ហើយទ្រង់ត្រាស់ទៅភិស្មៈថាភិស្មៈចូលអ្នកបញ្ឈប់ការប្រយុទ្ធនេះទៅកុំប្លែងសាស្ត្រាវុធនេះឲ្យសោះព្រោះឯងមិនមែនជាអ្នកគំតិចលោកនេះទេការគំតិចលោកនេះជាភារកិច្ចរបស់អ្នកផ្សេងបាទអញ្ចឹងប្រាប់អញ្ចឹងទៅកាន់ភិស្មៈនេះណាបាទព្រោះអាវុធដែលភិស្មៈទាញមកប្រើនេះគឺខ្លាំងណាស់ណាបាទដូចអាវុធប្រឡ័យលោកអញ្ចឹងណាបាទអញ្ចឹងឥសីនិរតៈបាទដែលជាគេហៅថាសង្សាវៈដែលអមរបស់អង្គព្រះវិស្ណុនិងព្រះរុទ្រៈនោះក៏បានយាងចុះមកដើម្បីធ្វើអន្តរាគមន៍ណាប្រាប់ភិស្មៈថាកុំប្រើអាវុធទាំងអីតែប្រើទៅគឺខ្ទេចលោកអស់ហើយអញ្ចឹងការកំទេចការបំផ្លាញលោកហ្នឹងគឺជាភារកិច្ចរបស់អង្គអាទិទេពផ្សេងទេអញ្ចឹងនិយាយចឹងរួចហើយនេះបាទពួកទេវតាហ្នឹងក៏បញ្ចូលប្រតិភិស្មៈឲ្យព្រមមកឈប់ការប្រយុទ្ធនោះមុនព្រោះថាបើទុកឲ្យព្រះគ្រូឈប់មុនវាហាក់បីដូចជាការអាម៉ាស់មួយបាទអញ្ចឹងភិស្មៈក៏យល់ព្រមធ្វើតាមឯព្រះគ្រូបរសុរាមក៏ស្ទុះទៅអោបសិស្សទាំងមានដីកាថា
ឯងជាអ្នកប្រយុទ្ធម្នាក់ដ៏ខ្លាំងពូកែមែនរហូតដល់គ្រូយកជ័យជំនះមិនបានព្រះគ្រូបែរទៅព្រះនាងអំពាទាំងទ្រង់មានដីកាទៅកាន់ព្រះនាងថាកូនស្រីអាត្មាអើយអាត្មាខំប្រឹងអស់ប៉ុណ្ណឹងហើយដូចនាងបានឃើញស្រាប់ណាអាត្មាមិនអាចយកជ័យជំនះលើការបដិញ្ញាចិត្តរបស់ភីស្មៈបានទេហើយគេក៏មិនព្រមងាករេចេញពីមាគ៌ានៃសច្ចធម៌បានដែរដូច្នេះសូមព្រះនាងយាងទៅវិញចុះបំណងរបស់ព្រះនាងមិនអាចសម្រេចបានដោយព្រះនាងគិតស្មាននោះទេបាទអញ្ចឹងឈុតឆាកណាបាទសង្ខេបនៃសាច់រឿងនៅក្នុងចម្ពោះ5ដែលនិយាយអំពីស្វ័យយំពរនៅកាសីនោះគឺជាអង្គពិធីមួយបាទដែលគេហៅថាតម្រូវឲ្យកូនកំមុំហ្នឹងគឺរើសស្វាមីណាបាទអញ្ចឹងព្រះនាង3អង្គនៃនគរកាសីដែលជាបុត្រីដ៏ស្រស់ស្អាតរូបឆោមឡោមពណ៌លើសអស់បុត្រីទាំងអស់ណានៅក្នុងនគររដ្ឋកាសីនេះណាបាទក៏ត្រូវបានគេដាក់ណាបាទដើម្បីឲ្យជ្រើសរើសព្រះស្វាមីរបស់ខ្លួនដែលជាមហាក្សត្រនៅឬក៏ជារដ្ឋបុរសដែលមកពីនគរផ្សេងគ្នាណាបាទអញ្ចឹងព្រឹត្តិការណ៍ហ្នឹងបានធ្វើឲ្យចាប់អារម្មណ៍ទៅដល់អង្គព្រះភិស្មៈខ្លាំងណាស់បាទដែលព្រះអង្គព្រះភិស្មៈលោកចង់យកបុត្រីទាំង3អង្គនេះមកថ្វាយព្រះអនុជរបស់ខ្លួនណាព្រះបាទវិចិត្រវីរយៈដែលជាព្រះអនុជចុងរបស់ខ្លួនហ្នឹងណាបាទអញ្ចឹងព្រះអង្គក៏យាងទៅរដ្ឋធានីកាសីហ្នឹងដើម្បីចាប់យកបុត្រីទាំង3អង្គហ្នឹងមកថ្វាយណាបាទតែពិតមិនចង់ចាប់ទេតែមូលហេតុអីបានចាប់ដោយសារតែព្រះរាជាព្រះមហាក្សត្រនៃនគរកាសីហ្នឹងគឺក្បត់នៅទំនៀមទម្លាប់ព្រោះធម្មតាតាមទំនៀមទម្លាប់ប្រពៃណីរាជធានីហត្ថនបុរៈគឺជារាជវង្សមួយដែលខ្ពង់ខ្ពស់ជាងគេអញ្ចឹងនគរចំណុះច្រើនអញ្ចឹងជាស្ដេចនគរចំណុះត្រូវតែយកបុត្រីរបស់ខ្លួនទៅធ្វើជាមហេសីនៃបុត្រានៃនគរដែលខ្លាំងជាងណាបាទប៉ុន្តែព្រះមហាក្សត្រនៃនគរកាសីហ្នឹងមិនព្រមយកទៅថ្វាយទេណាបែរជាបង្កើតនៅពិធីស្វ័យយំពរហ្នឹងដែលអនុញ្ញាតឲ្យបុត្រីរបស់ខ្លួនហ្នឹងរើសស្វាមីតាមតែអំពើចិត្តទៀតអញ្ចឹងព្រះអង្គមិនសប្បាយចិត្តទេក៏បាទណាយាងទៅរាជធានីនឹងផ្ទាល់ហើយចាប់យកនារីទាំង3ហ្នឹងមកតែម្ដងណាបាទអញ្ចឹងចាប់មកហ្នឹងក៏មិនមែនមកស្រួលដែរណាបាទឆ្លោះគ្នាច្បាំងគ្នាប្រយុទ្ធគ្នាមួយទល់នឹងមួយជាមួយនឹងមហាក្សត្រច្រើនអង្គណាស់បាទដែលចង់ដណ្ដើមនាងនឹងដែរនេះរហូតទាល់តែបានយកនាងទាំង3អង្គហ្នឹងមករាជធានីហត្ថនេបុរៈថ្វាយព្រះមេដានិងព្រះបាទវិចិត្រវីរយៈដែលជាព្រះអនុជចុងហ្នឹងណាបាទដោយឡែកបុត្រីក្នុងចំណោមបុត្រី3អង្គដែលព្រះភិស្មៈចាប់មកហ្នឹងមាននារីម្នាក់បុត្រីម្នាក់ឈ្មោះថាព្រះនាងអំពាណាបាទក៏លើកនៅសវណ្ណីថាខ្លួនព្រះនាងហ្នឹងគឺបានជាប់ចិត្តជាប់ហរតីជាមួយនឹងស្ដេចនៃនគរសកលវាហើយព្រោះមុនពេលដែលព្រះភិស្មៈទៅចាប់ហ្នឹងរៀបនឹងយកកម្រងផ្កាទៅបំពាក់ឲ្យស្វាមីអនាគតស្វាមីខ្លួនហើយតែព្រះភិស្មៈហ្នឹងក៏ចាប់ពង្រត់ឡើងមកតែម្ដងណាបាទអញ្ចឹងព្រះបាទវិចិត្រវីរយៈដែលជាអនុជចុងរបស់ភិស្មៈហ្នឹងក៏ឆ្វេងយល់ថាព្រះអង្គមិនអាចទទួលយកនារីម្នាក់ណាដែលបានបកគលចិត្តបកគលគេហៅថាសេចក្តីស្រឡាញ់តែឲ្យបុរសដែលខ្លួនឯងបានជ្រើសរើសហើយនោះទេអញ្ចឹងវាមិនស័ក្តិសមណាមិនចង់បំបែកបំបាក់គេផងបាទអញ្ចឹងក៏ឲ្យយកនាងហ្នឹងទៅថ្វាយស្ដេចនៅនគរសកលវានោះភិស្មៈហ្នឹងក៏ព្រមធ្វើតាមយកព្រះនាងអំពាហ្នឹងទៅថ្វាយព្រះមហាក្សត្រនៅនគរសកលវាវិញប៉ុន្តែព្រះមហាក្សត្រនៅនគរសកលវាហ្នឹងមិនព្រមទទួលយកទេណាបាទមិនព្រមទទួលយកទេដោយសារគិតថាព្រះភិស្មៈហ្នឹងគឺបានកាន់ដៃនាងហ្នឹងហើយ3នាងហ្នឹងឡើងដាក់រទេះសេះហើយហ្នឹងរាជរដ្ឋទៅហើយហ្នឹងណាបាទហើយព្រះអង្គហ្នឹងក៏ច្បាំងឈ្នះព្រះបាទសកលវាខ្លួនឯងហ្នឹងទៀតណាបាទអញ្ចឹងតាមច្បាប់តាមទំនៀមទម្លាប់ស្ដេចណាដែលច្បាំងឈ្នះអាចមានសិទ្ធណាបាទទទួលយកនៅពានរង្វាន់អ្វីដែលជារបស់ខ្លួនអញ្ចឹងបើច្បាំងឈ្នះទៅលើការដណ្ដើមនារីអញ្ចឹងនារីហ្នឹងត្រូវតែជាមហេសីរបស់ខ្លួនណាបាទអញ្ចឹងព្រះបាទសកលវាហ្នឹងព្រះអង្គក៏អត់ទទួលយកព្រះនាងអំពីហ្នឹងទេណាបាទសើចំអកលក់លុយទៅវិញទៀតអញ្ចឹងដេញព្រះនាងហ្នឹងឲ្យទៅរាជធានីហត្ថនបុរៈវិញអញ្ចឹងព្រះនាងអំពីហ្នឹងក៏ទៅរាជធានីហត្ថនបុរៈវិញទៀតទៅប្រាប់តាមសេចក្តីរឿងរ៉ាវអញ្ចឹងបាទណាបាទគឺស្នើសុំឲ្យភិស្មៈហ្នឹងយកខ្លួនឯងធ្វើជាមហេសីហ្មងប៉ុន្តែព្រះភិស្មៈហ្នឹងមិនអាចធ្វើអញ្ចឹងបានទេមូលហេតុអីដោយសារតែខ្លួនឯងហ្នឹងបានស្បត់ស្បែសម្បត្តិដ៏អស្ចារ្យណាស់មិនអាចយកនាងនឹងទេណាបាទមិនអាចព្រមទទួលនាងនឹងទេព្រោះខ្លួនបានស្បត់ហើយថានៅលីវអញ្ចឹងមិនអាចយកនារីម្នាក់ហ្នឹងមកធ្វើជាមហេសីបានទេអញ្ចឹងនាងហ្នឹងខឹងខ្លាំងណាស់បាទខឹងខ្លាំងមែនតើណាបាទរត់ទៅនៅព្រៃនោះចង់បួសចង់កាន់តបៈចង់កាន់សិលណាបាទអញ្ចឹងទៅក៏ស្រាប់តែជួបជាមួយនឹងអាយកោរបស់ព្រះនាងណាបាទអាយកោរបស់ព្រះនាងហើយធ្វើជាឥសីដែរហ្នឹងក៏
có prap nắp bà xong chùm nuôi tới ấy xây nó có ta chuột cho mối nó para sorium bà para sorium đấy cứ chia kru pachie kru opachie rồi bó para pisma năng tay mà đong nắp bà xong mà chui trắng para sorium nắng và to bị lư kê tập băng ở chui chẳng hái có son này ra mùi kê thà chui nắp bà trắng tới bằng quap áo ấy pisma đây chỉ sắc bó luôn nó mà chuột hái bây giờ này nóm áo riệp ca nó giờ niềng ông pia nó tới riệp ca thôi chìm hai xây tâu hay pisma nó có từ tân rừng rút tiết nắp bà mình prom thua tam sầm nào được bọc ru tê tập bát té chỉ biết sầm mặt bọc luôn hái nó có biết sinh trạng na chắc mình prom tê là bây giờ máu mình prom đắp ru khăng nắp bà ru khăng ru có ao chỉ bơm pi tí mũi đạp bàn đá xá tí pí hai sơ luôn ấy màu quay to chút cái này chỉ mũi đằng ru nắp bà chẳng pisma quạt chật mặt đắt nắp bà quạt bên chỉ bơm tập pi đi chỉ bơm mũi na còn mình lo sao chẳng quạt mình prom ao ru quạt đạp bàn đá xá thế có sầm ba chất nắp bàประยุทธ์គ្នាជាមួយនឹងគ្រូរបស់ខ្លួនគឺបរៈសូរិមនឹងណាបាទអញ្ចឹងគឺច្បាំងគ្នាច្រើនយប់ច្រើនថ្ងៃណាបាទគឺអត់ចាញ់ឈ្នះសោះដល់ចុងក្រោយពីស្មាក់ហ្នឹងក៏ប្រើនៅអាវុធចុងក្រោយរបស់ខ្លួនគឺអាវុធបល័យលោកណាបាទអាវុធបល័យលោកហើយអាវុធបល័យលោកហ្នឹងគឺភាសាគេហៅថាប្រស្វាបៈណាបាទប្រស្វាបៈនេះគឺជាអាវុធបល័យលោកហ្នឹងឯងមានន័យថាអញ្ចឹងគ្រាន់តែទាញផ្លែងសធ្នូនឹងចេញមកភ្លាមបាទបុគ្គលពីរអ្នកសំខាន់គឺអេសីនិរតៈនិងព្រះវិរុទ្ធរៈហ្នឹងក៏យាងចុះមកដើម្បីខាត់ណាបាទខាត់ពីស្មាក់កុំឲ្យប្រើអាវុធហ្នឹងអីតែប្រើអាវុធហ្នឹងទៅបំផ្លាញលោកខ្ទេចខ្ទីលោកអស់ហើយអាលុតអាលេអស់ហើយណាបាទអញ្ចឹងក៏បញ្ចុះបញ្ចូលឲ្យពីស្មាក់ហ្នឹងសុំប្រជុំសង្គ្រាមមុនទៅណាបាទព្រោះมันអាចឲ្យគ្រូឈប់មុនបានទេតែឲ្យគ្រូឈប់មុនវាអន់គ្រូពេកអាម៉ាស់មកពេកអញ្ចឹងខ្លួនឯងក៏ឈប់មុនទៅគាត់ថាឈប់ភ្លាមបរៈសូរិមនោះអបដោយណាបាទឈប់ច្បាំងដែរហើយរត់មកអោបសិស្សខ្លួនឯងហើយសរសើរថាពីស្មាក់នឹងខ្លាំងណាស់បាទសូម្បីតែគ្រូក៏មិនអាចមានជ័យជំនះបានដែរណាបាទអញ្ចឹងក៏បែរជាចិត្តខ្លួនឯងហ្នឹងទៅបញ្យល់នាងអំពាថាអាត្មាមិនអាចលួងលោមពីស្មាក់ឲ្យមករៀបការជាមួយនឹងពនាងបានទេអញ្ចឹងពនាងកាត់ចិត្តកាត់ថ្លើមទៅណាបាទពនាងក៏គិតឡើងវិញទៅណាបាទអាត្មាអស់លទ្ធភាពហើយមិនអាចទាញចិត្តពីស្មាក់បានទេណាបាទអញ្ចឹងនេះគឺជាសេចក្តីសង្ខេបឡើងវិញទាំងស្រុងនៃដំណើរសាច់រឿងនៅក្នុងជំពូកទី5ដែលមានចំណងជើងថាស្វ័យចាំពោនៅកាសីណាបាទគឺមានអត្ថន័យបែបនេះអញ្ចឹងនៅជំពូកបន្ទាប់ដែលជាជំពូកទី6គឺខ្ញុំបាទនឹងអត្ថាធិប្បាយនៅសាច់រឿងបន្តទៀតគឺដែលមានចំណងជើងថាបដិញ្ញាសងសឹកបាទអញ្ចឹងតើចង់ដឹងថាបដិញ្ញាសងសឹកនៃចម្ពោះទី6នេះមានអត្ថន័យខ្លឹមសារបែបណាកុំភ្លេចប្រិយមិត្តទាំងអស់រងចាំស្ដាប់នៅចម្ពោះបន្ទាប់បាទសូមអរគុណ